ពីផ្ដល់រថពាសដៃ Striker ដ៏មានឥទ្ធិពលចំនួន17គ្រឿងឲ្យប្រទេសថៃសហរដ្ឋអាមេរិកនឹងផ្ទេរបច្ចេកវិទ្យាធ្វើសង្គ្រាមពហុដែនជំនាន់ចុងក្រោយដែលរួមបញ្ចូលដែនគោកអាកាសសមុទ្រ Cyber និងអវកាសថែមទៀតដែលនឹងបដូរសមត្ថភាពកងទ័ពថៃពីទ័ពប្រពៃណីទៅជាទ័ពសង្គ្រាម Digital យោងតាមកាសែតខៅសូតជំនួយនេះត្រូវបានប្រកាសឲ្យដឹងតាមរយៈជំនួបរវាងមេបញ្ជាការកងទ័ពថៃលោកប៉ាណាខ្លៅផតទុកនិងលោក Matthew McFarlane អគ្គបញ្ជាការរងនៃកងទ័ពអាមេរិកនៅថ្ងៃទី24ខែកុម្ភៈឆ្នាំ2026ក្នុងពេលប្រទេសទាំងពីរកំពុងធ្វើសម្ពយុទ្ធយោធាពូជវែកមាស Striker ដែលអាមេរិកផ្ដល់ឲ្យថៃមិនមែនជារថពាសដៃធម្មតាទេវាគឺជាយានពាសដៃដែលត្រូវបានប្រើដោយកងទ័ពអាមេរិកក្នុងសង្គ្រាមអ៊ីរ៉ាក់និងអាហ្វហ្គានីស្ថានរថពាសដែកនេះមានបណ្ដោយប្រវែង7ម៉ែត្រទទឹង2.7ម៉ែត្រទម្ងន់20តោនអាចដឹកកងទ័ពចូលតំបន់ប្រយុទ្ធក្នុងល្បឿនលឿនវាធន់ទៅនឹងការវាយប្រហារដោយគ្រាប់បែកនិងគ្រាប់កាំភ្លើងធំរថពាសដែកនេះមានបំពាក់កាំភ្លើង30មីលីម៉ែត្រអាចពំមីស៊ីលប្រតិបត្តិការបានទាំងក្នុងសង្គ្រាមទីក្រុងនិងសង្គ្រាមតាមជីដែនយោងតាមអាមីមៀលតម្លៃរថក្រោះ Striker មួយគ្រឿងអាចចន្លោះពី4ទៅ5លានដុល្លារក៏ប៉ុន្តែចំពោះថៃអាមេរិកប្រគល់រថក្រោះទាំងនេះឲ្យក្រោមកម្មវិធី Excess Defense Articles ដែលមានន័យថាអាមេរិកផ្ទេរឧបករណ៍យោធាដែលអាមេរិកបានប្រើរួចតែនៅមានសមត្ថភាពប្រើប្រាស់ពីស្តុកកងទ័ពរបស់ខ្លួនទៅឲ្យប្រទេសសម្ព័ន្ធមិត្តក្នុងតម្លៃទាបឬក៏មិនគិតប្រាក់តែម្ដងចំណុចសំខាន់លើសពីរថពាសដៃនេះគឺការផ្ទេរបច្ចេកវិទ្យាធ្វើសង្គ្រាម Cyber និងអវកាសពីអាមេរិកទៅថៃបច្ចេកវិទ្យាសង្គ្រាម Cyber សំដៅទៅលើការវាយប្រហារប្រព័ន្ធបច្ចេកវិទ្យាបណ្ដាញយោធានិងប្រព័ន្ធគ្រប់គ្រងសង្គ្រាមចំណែកសង្គ្រាមអវកាសសំដៅទៅលើបច្ចេកវិទ្យាផ្កាយរណបយោធាប្រព័ន្ធសង្កេតការណ៍ព័ត៌មានស៊ើបការណ៍និងប្រព័ន្ធបញ្ជូនមីស៊ីលតាមអវកាសវាជាប្រភេទសង្គ្រាមដែលប្រទេសមហាអំណាចដូចជាអាមេរិកនិងចិនកំពុងប្រកួតប្រជែងខ្លាំងបំផុតនៅសតវត្សទី21អាមេរិកមិនទាន់ចេញសេចក្តីថ្លែងការណ៍ណាមួយពីជំនួយយោធាទាំងនេះទេទោះយ៉ាងណាតាមប្រវត្តិសាស្ត្រថៃគឺជាសម្ព័ន្ធមិត្តយោធាចាស់វស្សារបស់អាមេរិកនៅអាស៊ីអាគ្នេយ៍និងជាមិត្តសន្ធិសញ្ញាសន្តិសុខក្រៅ NATO ដែលធ្លាប់អនុញ្ញាតឲ្យអាមេរិកប្រើមូលដ្ឋានយោធាក្នុងសង្គ្រាមវៀតណាមអំឡុងឆ្នាំ1960ដល់1975ការផ្ទេរ Striker និងបច្ចេកវិទ្យាសង្គ្រាមជំនាន់ថ្មីលើកនេះក៏អាចជាសញ្ញាថាក្រុង Washington កំពុងបង្កើនឥទ្ធិពលយុទ្ធសាស្ត្រលើថៃនៅពេលដែលតំបន់អាស៊ីក្លាយទៅជាគន្លងប្រកួតឥទ្ធិពលរវាងមហាអំណាច